សួស្តីបងអូនអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីវិញ្ញាសាត្រៀមបន្តទៀតវិញ្ញាសាទី3បាទអញ្ចឹងចំពោះទី1គេថាម៉េចអូខេចូលរកមេគុណនៃឯកធាបាទឯកធាដក 7x ការ៉េ y គីបអញ្ចឹងចម្លើយយើងគឺដក7មេគុណវាណាបាទបន្ទាប់មកចំពោះទី2ជារកឯកធាដែលដូចគ្នាអញ្ចឹងកាលណាដាក់ឯកធាតុដែលដូចគ្នាយើងមើលលើអីគឺយើងមើលទៅលើឯកធាតុណាដែលមានផ្នែកអថេដូចនឹងអា 5x គីប y ហ្នឹងអញ្ចឹងគឺចម្លើយ B តោះនេះបាទចុះទី3ពេលណាដែលតម្រង់ x ការ៉េដកឲ្យ ax ឬក៏ 2ax ចុះឬក៏ដក 12x អញ្ចឹងណាដើម្បីដឹងអាក្រោយយើងគ្រាន់តែយក12មិនបាច់ដកក៏បានដែរ12ចែក2ស្មើនឹង6ហើយយើងយក6ដែលយើងដាក់ហ្នឹងគឺលើកជាការ៉េបាទអញ្ចឹងអានេះវាទៅជា x ដក6លើកជាការ៉េបាទអញ្ចឹងយើងត្រូវបូក6ការ៉េអញ្ចឹងវាទៅជា36ចំពោះទី4បាទចំពោះទី4វិញធ្វើមិនចាញ់ចំពោះទី4ចំពោះទី4យើងអាចមើល x ការ៉េដក49វាស្មើអីបងប្អូនអញ្ចឹង x ការ៉េដក49វាអាចស្មើនឹងប៉ុន្មាន x ការ៉េដក7ការ៉េមែនទេអញ្ចឹង x ការ៉េដក7ការ៉េស្មើអី x ការ៉េដកឲ្យ7ការ៉េគឺវាស្មើជាមួយនឹង x ដក7កតាជាមួយនឹង x បូក7អញ្ចឹងអានេះពេលដែលចែកជាមួយ x បូក7ទៅបាទ x បូក7ចែកមួយនឹង x បូក7អ្វីដែលយើងនៅសល់គឺ x ដក7អញ្ចឹងចម្លើយយើងគឺអី A ចំពោះទី5តម្លៃភាពពិតនៃសំណើអញ្ចឹងសំណើហ្នឹងគឺជាសំណើមួយដែលកើតឡើងពីការភ្ជាប់សំណើ2ចូលគ្នាដែលភ្ជាប់ដោយចំណុចនឹងអញ្ចឹងសំណើនឹងអាសំណើទាំងអស់នេះពិតលុះត្រាតែអា2ហ្នឹងវាពិតទាំងពីរអញ្ចឹងយើងឃើញថា4គុណ2ស្មើ8ជាសំណើពិតទេពិតបាទប៉ុន្តែ5ដក2ស្មើ1មិនពិតទេអញ្ចឹងន័យថាទាំងមូលហ្នឹងមិនពិតគេសួររកអីតម្លៃភាពពិតមែនទេអញ្ចឹងគឺ B ហ្នឹងហើយតម្លៃភាពពិតនៃសំណើពិតគឺ0ណាបាទចំពោះទី6បាទចំពោះទី6គេឲ្យសំណើPនាំឲ្យគុយមិនពិតលុះត្រាតែអីគឺលុះត្រាតែPពិតគុយមិនពិតចំពោះទី7អានេះយើងអាចគុណពលាតបានវាទៅជា x កតាឲ្យ x បូក6បន្តមកដក6កតាឲ្យ x បូក6មកអញ្ចឹងអានេះវាស្មើអីស្មើ x ការ៉េបូកឲ្យ 6x ដក 6x បាទបូកដកឲ្យ36ចានេះអស់អញ្ចឹងវាទៅ x ការ៉េដក36ចម្លើយ C ចំពោះទី8សមីការបន្ទាត់ y ស្មើ x បូក b ដែលតួ a យើងហៅថាអីតួ a យើងហៅថាជាមេគុណប្រាប់ទិសចំពោះទី9គេថាចំណុចកណ្ដាលរវាងអានេះយើងរកតាមណាអញ្ចឹងយើងអាចរកតាម ចំណុចកណ្ដាលគឺវាមាន abscis និង ordinate មែនទេ abscis វាយើងយកអានេះ2នេះបូកគ្នាចែក2មក2បូក4 6ចែក2ស្មើ3 4បូក2 6 6ចែកនឹង2ស្មើ3អញ្ចឹងចម្លើយរបស់យើងគឺ B 33ចំពោះទី10មេគុណប្រាប់ទិសនៃបន្ទាត់ដែលកាត់តាមអញ្ចឹងក្នុងការរកមេគុណប្រាប់ទិសនេះយើងអាចរកតាមអីមេគុណប្រាប់ទិសគឺវាស្មើរវាងមានន័យថាមេគុណប្រាប់ទិសនៃដែលកាត់តាម2ចំណុចនេះវាស្មើនឹងផលធៀបរវាង ordinate ដកគ្នាមក3ដក1លើ2ដក1អញ្ចឹងវាបាន2ចែក1វាស្មើ2អញ្ចឹង B ចំពោះ11គេថាបន្ទាត់ D1 ហើយនិង D2 ស្របគ្នាអញ្ចឹងកាលណាបន្ទាត់2ស្របគ្នាមានន័យថាមេគុណប្រាប់ទិសវាស្មើគ្នាមែនទេហ្នឹងហើយអញ្ចឹងមេគុណប្រាប់ទិសរបស់បន្ទាត់នេះគឺ K ឬក៏ K ហើយអានេះគឺ3អញ្ចឹងយើងទាញបាន K ស្មើ3ដោយសារវាស្របគ្នាចំពោះទី2នេះវិញយើងអាចនិយាយចេះគេថាបើគេយកពហុធាតុ px ចែកជាមួយនឹងអានេះគេទាញបានផលចែកបាទប៉ុណ្ណេះសំណល់ប៉ុណ្ណេះអញ្ចឹងគេទាញគេឲ្យរក px យើងឧទាហរណ៍ចេះ px ចែកមួយអី 2x ការ៉េបូក1ស្មើនឹង x ដក3
សំណល់ 2x បូក 1 តោះធ្វើតាមណាអូនឯងត្រូវដឹងថាយើងចង់ដឹងអីយើងចង់រក px មែនទេចង់រកអានេះអញ្ចឹងដើម្បីរក px រកតាមណាយើងឧទាហរណ៍ចេះវិញឧទាហរណ៍ថាបើយើងមាន7ចែកឲ្យ2យើងទិញបាន3ហើយសំណល់បាន1មែនទេអញ្ចឹងមានន័យថា7វាស្មើជាមួយនឹងអានេះគុណគ្នា2គុណ3តួចែកគុណនឹងផលចែកហើយបូកនឹងសំណល់អញ្ចឹងលំហាត់របស់យើងក៏ស្តៀងគ្នាដែរមានន័យថា px វាស្មើនឹងតួចែក 2x ការ៉េបូក 1 បាទអីទៀតតួចែកគុណជាមួយនឹងផលហើយបូកសំណល់បាទប៉ុណ្ណឹងអញ្ចឹងវាស្មើអីយើងគុណមកវាបាននេះវាបាន2x ការ៉េកតាឲ្យ x ដក 3 បូក x ដក 3 បូកឲ្យ 2x បូក 1 ហ្នឹងអញ្ចឹងវាទៅជាអីវាទៅជា 2x គីបដកឲ្យ 6x ការ៉េបាទហើយបូកឲ្យ x ដក 3 បូកឲ្យ 2x បូក 1 អញ្ចឹងទៅអញ្ចឹងអានេះស៊ីសងគ្នាបានទេ 2x គីបអត់ទេទុកដែរ 6x ការ៉េទុកដែរតែអានេះណានេះស៊ីសងគ្នាបានគឺ 3x ដក 3 បូក 1 ស្មើដក 2 អញ្ចឹងចម្លើយយើងគឺបាទប៉ុណ្ណឹងហ្នឹងហើយដូចជាមានប៉ុណ្ណឹងឯងចំពោះទី1ចំពោះទី2យើងអាចធ្វើវាបានដោយយើងអាចធ្វើវាបានដោយការចែកធម្មតាបាទសូមខ្ញុំសូមថែមกระดาษមួយ page អូខេ paste អូខេអញ្ចឹងលំហាត់នេះចំពោះ A បាទចំពោះ A យើងឃើញថាវាស្មើប៉ុន្មានកន្លែងហ្នឹងចំពោះ A គឺ 6x គីបមែនទេហ្នឹងហើយ 6x គីបបូកឲ្យ 11x ការ៉េដកឲ្យ 31x បូក 15ចែកជាមួយនឹង 3x ដក 2 អញ្ចឹងយើងចែកទៅវាបានអូនកន្លែងនេះក្នុងការចែកយើងមើលទៅលើតួដែលមានអក្សរខ្ពស់ជាងគេនៅតំណាងចែកយើងយកអាហ្នឹងទៅចែកនឹងតួដែលមានអក្សរខ្ពស់ជាងគេនៅតួចែកអញ្ចឹង 6x គីបវាចែកនឹង 3x បានយើងចែកតាម x តាម x លេខតាមលេខអញ្ចឹង 6 ចែក 3 វាបាន 2 x គីបចែកនឹង x វាបាន x គីបចែក x វាស្មើ x ការ៉េធ្វើម៉េចអានេះ1មែនទេអញ្ចឹងគោលដូចគ្នាយកអាលើដកអាក្រោមអញ្ចឹងវាបាន 2x ការ៉េបន្ទាប់មកយើងដាក់អានឹងហ្នឹងណាតើមកយើងគុណចែកយើងយកអានឹងចែកយើងគុណវិញ 2x ការ៉េគុណនឹងដក 2កាលណាបូកគុណនឹងដកវាចេញដកដាក់ទៅនេះបូក 2 គុណ 2 4 អញ្ចឹងបាន 4x ការ៉េបន្ទាប់មក 2x ការ៉េគុណនឹង 3x យើងបានមិញ 6x គីបដាក់ទៅនេះគឺដកបាន 6x គីបអញ្ចឹងទៅបាទបន្ទាប់មកអានេះវាទៅជាអីនៅសល់វាទៅជា 15x ការ៉េដក 31x អញ្ចឹងយើងយក 15x ការ៉េនេះមកចែកនឹង 3x មក15ចែក 3 បាន 5មែនទេវិជ្ជមានសញ្ញា15បូកទៅពេលកន្លែង 3x ក៏បូកដែរបូកចែកបូកវាស្មើបូក15ចែក 3 ស្មើ 5x ការ៉េចែក x ស្មើនឹង x 5x គុណនឹងដក 2 វាស្មើដក 10x មែនទេអញ្ចឹងដាក់នេះបូក 10x វិញ5x គុណនឹង 3x 3 5ដងសំទោសបូកគុណនឹងបូកដាក់ទៅនេះដក3 5ដង 15 x គុណនឹង x ការ៉េតមកវាចេញជាប៉ុន្មានដក 21x បូក 15ហ្នឹងបន្ទាប់មកទៀតយើងទាញបានអីទៀតយើងយកដក 21ទៅចែកនឹង 3អញ្ចឹងដកចែកនឹងបូកវាចេញអីចេញដក 21ចែក 3 វាបាន 7x ចែក x វាបាន 1អញ្ចឹងមិនបាច់ដាក់អីទេ
តើមកយើងយកដក7មកគុណនឹង 3x ដក2មកដក7គុណនឹងដក2ដកគុណនឹងដកបូកដាក់ទៅនេះដក7 2ដង 14 បាទហើយ7 3ដង 21ដាក់នេះដកឬបូកដកគុណនឹងបូកដកអញ្ចឹងដាក់នេះបូក7ដង 21 ហើយ x អញ្ចឹងសំណល់យើង1តោះនេះអញ្ចឹងមានន័យថាចម្លើយរបស់យើងគឺ 2x ការ៉េបូកឲ្យ 5x ដក 7 សំណល់ប៉ុន្មាន1បន្ទាប់មកយើងចូលទី2បាទចូលទី2ចំពោះទី2ខ្ញុំសុំលុបហើយណាអ្នកគ្នាអាចកត់ខាចោលក្រោយកត់មកចំពោះទី2យើងមាន b បាទសំណួរ b គឺ x គីបដកឲ្យ 2x ការ៉េបូកឲ្យ 4x ដក 8ចែកជាមួយនឹង x ដក 2អញ្ចឹងដំបូងដូចខ្ញុំប្រាប់អញ្ចឹងថាយកអាណាដែលមានអក្សរខ្ពស់ជាងគេនៅតំណាងចែកទៅចែកតួចែកទៅអញ្ចឹង x គីបចែកនឹង x វាបាន x ការ៉េមែនទេបាទតោះមកយើងយក x ការ៉េគុណដក 2 មក x ការ៉េគុណដក 2 វាចេញដក 2x ការ៉េដាក់ទៅនេះបូកប៉ុន្មានបូក 2x ការ៉េមក x ការ៉េគុណនឹង x វាចេញ x គីបដាក់នេះដក x គីបហ្នឹងហើយអញ្ចឹង0អញ្ចឹងវានៅសល់តែ 4x បូក 8អញ្ចឹង 4x ចែកនឹង x វាស្មើអី 4x ចែកនឹង x x វាចែកគ្នាអស់វានៅសល់តែ4ទេអញ្ចឹងវាដាក់បូក 4 មកបូក 4 គុណនឹងដក 2 បូកគុណនឹងដកចេញដកដាក់ទៅនេះបូក 4 2ដង 8 4x ដក 4x បាទចានេះ 16 អញ្ចឹងន័យថាវាស្មើនឹង x ការ៉េបូក 4 សំណល់ប៉ុន្មានសំណល់ 16 បាទអញ្ចឹងរបស់យើងប៉ុណ្ណឹងចំពោះលំហាត់បន្ទាប់ទៀតគេថាបើ n ជាចំនួនគុតសេសនោះ n បូក 1 ជាចំនួនគុតគូតើយើងធ្វើដូចម្ដេចមកឈប់ចាំតិចហ្នឹងហើយវរិយអត់បានសោះអញ្ចឹងអូនត្រូវយល់ចាពាក្យថាចំនួនគុតសេសតំណាងចំនួនគុតសេសគឺពីការបូក 1 ចាំណាយើងអាចអានឹងបើថាពិបាកចាំយើងអាចគិតចេះចំនួនគុតសេសជាចំនួនគុតដែលមានតម្លៃច្រើនជាងចំនួនគុតគូចំនួន1មានន័យថាវាស្មើនឹងគូបូក 1អញ្ចឹងគូគឺពីការចុះខ្សែគឺពីការបូក 1តោះនេះអញ្ចឹងយើងអាចតាំងមកតាំង n ខ្ញុំដាក់ 2r កុំឲ្យដែលចេះធុញណាមែនទេហ្នឹងហើយ 2r បូក 1ដែល a ហ្នឹងជាចំនួនគុតបាទអញ្ចឹងគេចង់ឲ្យយើងបង្ហាញថា n ការ៉េបូក 1ហ្នឹងវាស្មើជាមួយនឹង2គុណនឹងលេខចំនួនគុតណាមួយគោលដៅរបស់គេព្រោះកាលណាគេចង់និយាយថាចំនួនគុតនឹងគឺជាចំនួនគុតគូលុះត្រាតែចំនួនគុតនឹងវាអាចសរសេរឬក៏វាអាចដាក់ស្មើជាមួយនឹង2គុណនឹងតម្លៃលេខឬក៏ចំនួនគុតណាមួយបាទអញ្ចឹង n ការ៉េបូក 1គឺវាស្មើមួយអី 2r បូក 1 ការ៉េបូក 1អញ្ចឹងវាបាន4វាបាន 2r បូក 1 កតាឲ្យ 2r បូក 1 ហើយបូក 1 មកចានេះវាបានអីគេទៀតកន្លែងនេះវាទៅជា 4r ការ៉េបាទខ្ញុំកាត់ម្ដងទៅ 2r បូកឲ្យ 2r បូកឲ្យ 1 ហើយបូកឲ្យ 1អញ្ចឹងកន្លែងនេះយើងអាចទាញបានថាវាស្មើនឹង 4r ការ៉េបូកឲ្យ 4r បូក 2យើងអាចសរសេរអាហ្នឹងឬក៏ដាក់2ជាពលគុណកតាការដាក់2ដើម្បីអីគឺដើម្បីបង្ហាញថានឹងគូយើងចង់កាលណាដូចនិយាយអញ្ចឹងថាគោលដៅយើងចង់បានគូចំនួនគុតគូគឺជាចំនួនទាំងឡាយណាដែលវាស្មើជាមួយនឹង2គុណនឹងចំនួនគុតណាមួយចាអានេះ2ឃើញទេអានេះ 2r ការ៉េបូកឲ្យ 2r បូក 1ឃើញអត់ហ្នឹងហើយអញ្ចឹងវាពិតមកអញ្ចឹងនោះយើងទាញបានអី n ការ៉េគូបាទហ្នឹងចំពោះលំហាត់ទី3ចប់ប៉ុណ្ណឹងចំពោះលំហាត់ទី4លំហាត់ទី4លំហាត់ហ្នឹងគេថារកសមីការបន្ទាត់ AB តែយើងរកតាមណាអញ្ចឹងសមីការបន្ទាត់ AB ជាការពិតយើងអាចរកតាមវិធីណាដែលយើងធ្លាប់រៀនក៏បានឬក៏វិធីដែលខ្ញុំធ្លាប់រៀនបាទរក
សមីការបន្ទាត់ AB បាទចឹងយើងរកតាមណាចឹង y ដកអី y 1ស្មើ m កតាឲ្យ x ដក x 1ចឹងតើអាហ្នឹងគឺជារូបមន្តគោលដែលយើងប្រើនៅពេលណាដែលរកសមីការបន្ទាត់វាមិនចាំបាច់ថាបន្ទាត់នឹងត្រូវតែកាត់2ចំណុចឬក៏1ចំណុចឬក៏អីទេគឺយើងប្រើអាហ្នឹងជាមេវគ្គបញ្ចប់ដើម្បីរកសមីការបន្ទាត់ហ្នឹងហើយអូនឯងនឹងឆ្លល់ថាចុះបើសិនជាបន្ទាត់ប៉ះឬក៏បើសិនជាកាត់2ចំណុចប្រើអាហ្នឹងបានទេបានជាការពិតនៅសមីការបន្ទាត់ខ្ញុំចង់ជម្រាបថាវាការកាត់1ចំណុចការកាត់2ចំណុចរបៀបពិសេសដូចគ្នាវាខុសគ្នាទៅអីខុសគ្នាតែមេគុណប្រាប់ទិសទេបាទយល់បានទេកន្លែងហ្នឹងហ្នឹងហើយដូចជាប៉ុណ្ណឹងនៅក្នុងលំហាត់យើងគេថាកាត់តាម2ចំណុចអញ្ចឹងយើងអាចរកមេគុណប្រាប់ទិសបានវាស្មើអីកាត់តាម AB អញ្ចឹងវាស្មើ m មេគុណប្រាប់ទិស YB ដក YA ចែកជាមួយនឹង XB ដក XA បាទអញ្ចឹងយើងគិតថាឥឡូវ AB ស្មើប៉ុន្មាននោះ A 21 B 45ពេលប្រឡងខ្ញុំសូមណែនាំបើអាចកត់កូអឺរ៉ូណេត AB នៅក្នុងនឹងផងជៀសវាងការច្រឡំអញ្ចឹង A របស់យើងគឺ21 B របស់យើង45អញ្ចឹង YB វាបាន5ដក1ដក YA 1បាទ XB ដក XA វា4ដក2អញ្ចឹងវាស្មើនឹង4ចែក2វាស្មើ2ហ្នឹងដល់គ្នាគិតថាយើងឃើញ m ចុះ x1 y1 ជាអី x1 និង y1 គឺជាស្ដាប់ខ្ញុំណាគឺជា coordinate នៃចំណុចកាត់អញ្ចឹង coordinate នៃចំណុចកាត់សំដៅលើអីខ្ញុំចង់ជម្រាបថាចំណុចកាត់យើងមាន2មែនទេអញ្ចឹងយើងអាចជ្រើសយកមួយណាក៏បានជាចំណុចកាត់បើសិនជាខ្ញុំជ្រើសយក A ជាចំណុចកាត់មានន័យថា x1 ស្មើ2 y1 ស្មើ1តើណាបាទអញ្ចឹងយើងអាចថាមិនដោយដែលយើងដាក់ដែលបន្ទាត់កាត់តាមតើបន្ទាត់កាត់តាមអីកាត់តាម A 21មកអញ្ចឹងយើងជួសមក x1 គឺយើងយកបោះ A មកអញ្ចឹងវាបាន y ដក1ស្មើមួយនឹង2មានគុណប្រាប់ទិសយើង m កតាឲ្យ x ដក2អញ្ចឹងយើងគុណពលាតវាបាន y ដក1វាស្មើនឹង 2x ដក4មែនទេអញ្ចឹងបាន y វាស្មើនឹង 2x ដក4បូក1វាទៅជា 2x ដក3អញ្ចឹងសមីការបន្ទាត់ AB គឺ 2x ដក3បាទប៉ុណ្ណឹងយើងអាចដាក់ដូចនេះបន្ថែមទៅបាទចំពោះ B យើងដាក់ថាដូចនេះតើដូចនេះសមីការបន្ទាត់ AB មានរាង y ស្មើនឹង 2x ដក3បាទអញ្ចឹងយើងដាក់ប៉ុណ្ណឹងបាទចំពោះទី2គាត់ឲ្យហើយពីព្រោះតែខ្ញុំចូល CD ខ្ញុំលុបហើយព្រោះអត់មាន space ទេចំពោះទី B គេថា L ស្របនឹងបន្ទាត់ AB ហើយកាត់តាមចម្កុល O ខ្ញុំចង់ជម្រាបថាអញ្ចេះសមីការបន្ទាត់ទូទៅដែលយើងបានរៀនកន្លងមកវាមាន2រៀងមែនទេវាមានរៀងទូទៅ y ស្មើនឹង ax បូក b ហើយមួយទៀតគឺរៀងទូទៅសំទោសរៀងបែបមិនគុំប្រាប់ទិសហើយរៀងទូទៅគឺ ax បូកឲ្យ by បូក c ស្មើ0ហើយមួយទៀតគឺអីគឺសមីការបន្ទាត់ដែលបានកាត់តាមគោល O គឺ y ស្មើ ax តោះណាហ្នឹងហើយអញ្ចឹង3អញ្ចឹងវាពិបាកចាំតែបើបងប្អូនគ្នាចង់ស្រួលចាំតែមួយក៏បានដែរព្រោះពេលខ្លះចាំទៅច្រើនវាចង្អៀត memory ខួរក្បាលយើងហ្នឹងហើយនិយាយអាចចាំតែមួយក៏បានតែខ្ញុំប្រាប់របៀបចេះតែឥឡូវរកសមីការបាទសមីការបន្ទាត់ L ហ្នឹងអញ្ចឹងយើងអាចដាក់តាមមកឬក៏ហ្នឹងហើយ y ដក y 1ដដែលមកវាស្មើ m កតាឲ្យ x ដក x 1
đôi ấy kia prap thả đôi bật tọt ấm đấy bật tọt ở vì srop cho mùi nắng bật tọt ab chẳng cái nào bật tọt pi srop kia ban đây thầm ấy ban đây tha mấy con prap tư bỏ ở nắng cứ ấy cứ vì smile cho mùi nắng mấy con prap tư bỏ bật tọt ab nắng để cả tam ab mà nắng chắc những tên bà nom ỏi ấm ở mà bỏ ở smile nắng ở mà bỏ ab bà đại smile nắng pì mày đấy nhưng đâu cười nhé nắng này pì hỡi việc cắt tam cô đầm rồi hay cắt tam ấy cắt tam ố sồn sồn chẳng x mũi mà sồn y gạch mũi có sồn đai chắc những tên bạn này nếu những tên bạn y gạch đỏ sồn smile cho mùi nắng pí cắt ta x đó sồn chẳng mấy cặp toàn ở miền riêng y gạch smile pí x đôi chỉ chọc vào nắng anh bà cái ai thà đôi ní bà đôi ní mấy cặp toàn ở cứ miền riêng y gạch smile cho mùi nắng pí x bà chấm xí cái ao rột cho nó sắp rồi việc để hai nâng rột tam nà chấm pua nâng nhưng ai rột tam che nhưng vô mấy cả thằng pì nâng màu sắp cái này chẳng đi về bàn phần này về đấy bà chụp chân tích buồn pi sắp pi bà chẳng rột mấy cô là nếp toát ở cô này bỏ ai rồi có y chẳng mi này tha đợi đế và sắp cho mùi nắng mày này bà chẳng như tiếng bạn này nó ấm áo ấy mấy ca toát đế nước đại miền riêng y smart ph bộ mối nè chẳng bị bàn ph bộ mối vì smart ph nhưng cô đá dương rộ x mày này còn tay cả này nè đôi chữ ọt miền để vì ọt miền cả nó ọt miền chứ nhưng cứ tha vì ọt miền không miền cho nó bị sập hoạt khóc chạy cái tê bà ơi AI sập những clip đất mơ cả lại nè đôi chia bà phần nắng hay chấm bút đế rồi tranh thì đời sao vì ăn miền ai thì chẳng ở côn ở bàn tu sna Việt ổn ní nè ở côn chán xâm nàng lo ở côn